ពេលនេះខ្ញុំមានអត្ថបទដ៏ល្អមកចែករំលែកជូនមិត្តទាំងអស់គ្នានៅក្នុងទីនេះគឺជាអត្ថបទពាក់ព័ន្ធនឹងអំណាចរបស់តុលាការ2គឺ ICJ និង ICC អត្ថបទដ៏ល្អនេះគឺបានមកពីលោកផាន់វណ្ណរតន៍បាទលោកផាន់វណ្ណរតន៍គឺជាអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលហើយខ្ញុំមានសេចក្តីត្រេកអរក្រៃលែងហើយនឹងមានថាកិត្តិយសចឹងចុះបានអានអត្ថបទរបស់លោកផាន់វណ្ណរតន៍ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកសិក្សាទាំងអស់គ្នាក្រោយពីបានអាននិងស្ដាប់ពីការពន្យល់និងបែងចែកសមត្ថកិច្ចនៃតុលាការអន្តរជាតិទាំងពីរនេះយើងពិតជាបានភ្លឺស្វាងហើយយល់ដឹងតទៅលោកសរសេរថា ICJ និង ICC ការបែងចែកសមត្ថកិច្ចនិងការទទួលខុសត្រូវក្នុងច្បាប់អន្តរជាតិបាទហើយមានទាំងភាសាអង់គ្លេសផងបាទយើងនឹងទៅសិក្សាពាក្យមួយចំនួនជាភាសាអង់គ្លេសហើយបងប្អូនត្រូវការគឺអាចចូលទៅ page របស់លោកផាន់វណ្ណរតន៍ក៏បានហើយយើងសិក្សាតាមរយៈវីដេអូនៅក្នុង YouTube នេះក៏បានបាទនៅក្នុងបរិបទនៃការវិវត្តស្ថានភាពអន្តរជាតិនិងតំបន់ថ្មីនេះមានការលើកឡើងជាច្រើនអំពីតុលាការអន្តរជាតិដើម្បីជាមូលដ្ឋាននៃការពិចារណាប្រកបដោយវិចារណញ្ញាណនិងចំណេះដឹងច្បាប់ខ្ញុំសូមធ្វើការបកស្រាយលម្អិតអំពីស្ថាប័នកំពូលទាំងពីរនេះបាទអរគុណលោកអគ្គព្រះរាជអាជ្ញារងយ៉ាងក្រៃលែង1តុលាការយុត្តិធម៌អន្តរជាតិគឺ International Court of Justice តុលាការយុត្តិធម៌អន្តរជាតិយើងហៅថា ICJ ហ្នឹងនិយមន័យជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិដែលមានតួនាទីដោះស្រាយវិវាទផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋរវាងរដ្ឋនិងរដ្ឋឬប្រទេសនិងប្រទេសហ្នឹងណាបាទដូចរឿងកម្ពុជាថៃហ្នឹងបាទរវាងរដ្ឋនិងរដ្ឋប្រទេសនិងប្រទេសហ្នឹងគឺជាសមត្ថកិច្ចរបស់តុលាការ ICJ នេះការទទួលខុសត្រូវ responsibility តុលាការនេះគឺពិនិត្យលើការទទួលខុសត្រូវរបស់រដ្ឋ state responsibility តុលាការនេះសម្រេចថាតើរដ្ឋមួយបានរំលោភច្បាប់អន្តរជាតិឬបំពានអធិបតេយ្យភាពរបស់រដ្ឋមួយទៀតដែរឬទេអញ្ចឹងការទទួលខុសត្រូវរបស់ ICJ គឺពិនិត្យមើលថាតើមានរដ្ឋណាចំនួនរវាងរដ្ឋនិងរដ្ឋហ្នឹងថាតើរដ្ឋណារំលោភច្បាប់អន្តរជាតិឬក៏រំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសមួយទៀតដែរឬទេគោលបំណងដើម្បីសន្តិភាពនិងកែតម្រូវកំហុសមិនមែនចាប់មនុស្សដាក់គុកទេចំណុចនេះក៏សំខាន់ដែរណាបាទមានន័យថាតុលាការ ICJ នេះគោលបំណងដែលគេវិនិច្ឆ័យពិនិត្យហ្នឹងគឺដើម្បីសន្តិភាពនិងកែតម្រូវកំហុសមិនមែនសម្រាប់ចាប់មនុស្សដាក់គុកទេឧទាហរណ៍ជាក់ស្ដែងហ្នឹងអតីតកាលរបស់កម្ពុជាយើងហ្នឹងសំណុំរឿងប្រាសាទព្រះវិហារឆ្នាំ1962ហ្នឹងណាកម្ពុជាបានប្តឹងថៃទៅ ICJ ដើម្បីទាមទារអធិបតេយ្យភាពអញ្ចឹងណាបាទអញ្ចឹងបានតុលាការ ICJ សម្រេចថាប្រាសាទហ្នឹងប្រាសាទព្រះវិហារហ្នឹងស្ថិតនៅក្នុងទឹកដីកម្ពុជានិងតម្រូវឲ្យថៃដកកងទ័ពនេះជាវិវាទដីធ្លីសុទ្ធសាធដូច្នេះតុលាការ ICJ មិនចាប់នរណាដាក់គុកទេគ្រាន់តែសម្រេចឲ្យបានច្បាស់ថាតើវិវាទដីធ្លីទឹកដីនឹងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាបច្ចុប្បន្ន
បច្ចុប្បន្នហ្នឹងនៅអន្តរជាតិដូចជាសំណុំរឿងអាហ្វ្រិកខាងត្បូងប្តឹងអ៊ីស្រាអែលឆ្នាំ2024ហ្នឹងហើយអាហ្វ្រិកខាងត្បូងចោទថារដ្ឋអ៊ីស្រាអែលបានរំលោភអនុសញ្ញាស្តីអំពីអំពើប្រល័យពូជសាសន៍នៅកាហ្សាបាទបានចំណុចទី2ហ្នឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC International Criminal Court តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និយមន័យជាតុលាការអចិន្ត្រៃយ៍ឯករាជ្យដែលមានតួនាទីកាត់ទោសរូបវ័ន្តបុគ្គលជាក់ស្ដែងហ្មងណាបាទគឺថាមានតួនាទីកាត់ទោសរូបវ័ន្តបុគ្គលរូបវ័ន្តបុគ្គលហ្នឹងសូមបើកវងចកដូចជាមេដឹកនាំមេបញ្ជាការអ្នកកាន់អាវុធដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតអញ្ចឹងយើងឃើញថាតុលាការព្រហ្មទណ្ឌអន្តរជាតិនេះដោះស្រាយកាត់ទោសហើយតុលាការនេះជាតុលាការកាត់ទោសបុគ្គលដែលប្រព្រឹត្តខុសបាទប្រព្រឹត្តខុសដោយក្នុងរឿងពួកមេបញ្ជាការថៃមេភូមិភាគថៃនាយករដ្ឋមន្ត្រីអីហ្នឹងឲ្យតែហ៊ានប្រព្រឹត្តខុសគឺតុលាការហ្នឹងគឺមានសមត្ថកិច្ចកាត់ទោសការទទួលខុសត្រូវ responsibility តុលាការ ICC ហ្នឹងគឺពិនិត្យលើការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គល individual criminal responsibility ដូចជាអ្នកបញ្ជានិងអ្នកអនុវត្តត្រូវទទួលទោសជាប់ពន្ធនាគារអញ្ចឹងហើយបានយើងឃើញថាលោកមូនពេជ្របាទលោកមូនពេជ្រក្តីហើយបងប្អូនយើងនៅក្រៅប្រទេសក្តីហ្នឹងគឺថារៀបចំហ្នឹងដាក់ពាក្យបណ្ដឹងប្តឹងទៅ ICC ហ្នឹងរឿងឈូសឆាយរឿងបង្ករបួសស្នាមដល់ជនស៊ីវិលបំផ្លាញទ្រព្យសម្បត្តិអីហ្នឹងគឺសមត្ថកិច្ចរបស់ ICC បទល្មើសស្នូលទាំង4របស់ ICC សំខាន់ណាស់ឃើញយើងយល់ដឹងបាទបទល្មើសស្នូលទាំង4របស់ ICC ទី1អំពើប្រល័យពូជសាសន៍ដូចជាសម្លាប់រង្គាលជាតិសាសន៍ណាមួយអំពើប្រល័យពូជសាសន៍ហ្នឹងគឺចូលនៅក្នុងបទល្មើសស្នូលហើយ2ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដូចជាធ្វើទរណកម្មចាប់ឃុំឃាំងសម្លាប់រង្គាលប្រជាជនស៊ីវិលជាប្រព័ន្ធបាទនេះគឺជាបទល្មើសស្នូលទី2បទល្មើសស្នូលទី3ឧក្រិដ្ឋកម្មនៃការឈ្លានពានបងប្អូនណាឧក្រិដ្ឋកម្មនៃការឈ្លានពានគឺប្រើកម្លាំងយោធាឈ្លានពានប្រទេសគេដោយខុសច្បាប់នេះចូលแล้วណាលេខ3ហ្នឹងក៏ចូលដែរ4ឧក្រិដ្ឋកម្មសង្គ្រាម war crimes ដូចជាការបំពានច្បាប់សង្គ្រាមព្រោះសង្គ្រាមគេមានច្បាប់សង្គ្រាមហើយអ្នកឯងរំលោភច្បាប់សង្គ្រាមបំពានច្បាប់សង្គ្រាមដូចជាទម្លាក់គ្រាប់បែកបាញ់លើភូមិឋានជនស៊ីវិលហើយសម្បត្តិបេតិកភណ្ឌវប្បធម៌អីហ្នឹងអាហ្នឹងរំលោភច្បាប់សង្គ្រាមហើយឧទាហរណ៍ជាក់ស្ដែងករណីមេដឹកនាំអ៊ីស្រាអែលនិងហាម៉ាស់អាហ្នឹងគឺការស្នើសុំដីកាចាប់ខ្លួនមេដឹកនាំទាំងសងខាងពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិលជាក់ស្ដែងបាទឧទាហរណ៍ការវិភាគលើករណីជាក់ស្ដែងទ័ពអាកាសនិងនេះដូចជាពាក់ព័ន្ធនឹងទ័ពអាកាសនិងវត្តអារាមពាក់ព័ន្ធនឹងប្រព្រឹត្តណាពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាតុកិច្ចថ្មីនេះយើងអាចមើលឃើញពីធាតុផ្សំនៃបទល្មើសអ្វីខ្លះក្រោមក្រសែភ្នែក ICC អញ្ចឹងគឺយើងពិនិត្យមើលទាំងអស់គ្នាថាតើបទល្មើសដែលប្រព្រឹត្តជាក់ស្ដែងថ្មីនេះដូចនៅប្រទេសកម្ពុជាហ្នឹងគឺតើវាមានធាតុផ្សំអីខ្លះទី1ការវាយប្រហារលើទីតាំងស៊ីវិលនិងសម្បត្តិវប្បធម៌ war crime ទីតាំងជនស៊ីវិលយើងឃើញភូមិព្រៃច័ន្ទជោគជ័យអីហ្នឹងមិនតំបន់ទាហានឯណាបាទបឹងតគួនអីហ្នឹងអាហ្នឹងហើយសម្បត្តិវប្បធម៌យើងមើលប្រាសាទព្រះវិហារប្រាសាទតាក្របីយោងតាមលក្ខន្តិកៈទីក្រុងរ៉ូមការវាយប្រហារដោយចេតនាលើ
វត្តអារាមប្រាសាទសាលារៀនមន្ទីរពេទ្យភូមិឋានប្រជាពលរដ្ឋគឺជាឧក្រិដ្ឋកម្មសង្គ្រាមវត្តអារាមនិងប្រាសាទគឺជាសម្បត្តិបេតិកភណ្ឌបេតិកភណ្ឌដែលត្រូវបានការពារពិសេសអ្នកដែលបញ្ជាឲ្យបាញ់និងអ្នកដែលបាញ់មិនអាចយកលេសថាការពារជាតិដើម្បីរួចខ្លួនពីបទឧក្រិដ្ឋទាំងនេះបានឡើយចូលណាបាទចូលក្នុងរឿងនេះបំផ្លាញវត្តអារាមវត្តជោគជ័យព្រៃច័ន្ទអីហ្នឹងឃើញបំផ្លាញហើយប្រាសាទសាលារៀនមន្ទីរពេទ្យភូមិឋានប្រជាពលរដ្ឋអាហ្នឹងឧក្រិដ្ឋកម្មសង្គ្រាមមកចូលហើយបាទហើយសំខាន់មែនទែនសម្បត្តិបេតិកភណ្ឌគេការពារសូម្បីក្នុងច្បាប់សង្គ្រាមគឺគេការពារណាស់ហើយកំហុសដែលអ្នកដែលទៅទទួលកំហុសហ្នឹងគឺអ្នកបញ្ជាឲ្យបាញ់ហើយអ្នកបាញ់នឹងតែម្ដងហើយអត់អាចយកលេសថាការពារជាតិអីទេអត់ទេ2គោលការណ៍សមាមាត្រនិងការប្រើប្រាស់ទ័ពអាកាសdisproportionate use of force ក្នុងច្បាប់សង្គ្រាមការប្រើប្រាស់កម្លាំងត្រូវតែមានសមាមាត្រហើយយើងមើលសមាមាត្រអី F16 ប្រសិនបើភាគីម្ខាងដូចកម្ពុជាមិនបានប្រើប្រាស់កងទ័ពអាកាសឬអាវុធធុនធ្ងន់រំលោភបំពានទេហើយថៃមករំលោភបំពានបានន័យថាមិនសមាមាត្រអញ្ចឹងចំណុចមិនសមាមាត្រមួយទៀតប៉ុន្តែភាគីម្ខាងទៀតបែរជាប្រើប្រាស់យន្តហោះចម្បាំង Air Strike វាយប្រហារតាមអាកាសនិងអាវុធប្រឡាយលោកមកវាយប្រហារឡាក់អញ្ចឹងបានន័យថាថៃប្រើក្នុងអាកម្រិតមួយមិនសមាមាត្រទេអ្នកបដាល់ខ្លាំងវាយមួយកូនក្មេងណាបាទនោះគឺជាសកម្មភាពហួសហេតុ excessive បាទនិងជាការបង្ហាញពីចេតនាប្រព្រឹត្តឧក្រិដ្ឋកម្មនៃការឈ្លានពាននិងឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងច្បាស់ក្រឡែតច្បាស់ហើយអញ្ចឹងយើងឃើញថាក្រោមយុត្តាធិការរបស់ ICC គឺសកម្មភាពរបស់ថៃចូលហើយសរុបសេចក្តីមកវិវាទព្រំដែនអាចដោះស្រាយនៅ ICJ ព្រោះអានឹងប្រទេសនិងប្រទេសព្រំដែនបាទប៉ុន្តែការសម្លាប់រង្គាលការបាញ់គំទេចវត្តអារាមប្រាសាទនិងប្រើប្រាស់កម្លាំងទ័ពអាកាសលើអ្នកដែលគ្មានលទ្ធភាពការពារខ្លួនស្មើភាពគឺជាអំពើរបស់អក្រិតជនដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ ICC ហ្នឹងហើយសំណុំពរឲ្យអូសកពួកឃាតករហ្នឹងបាទនេះគឺជាពិសោធន៍ខ្លះដែលខ្ញុំសូមពិនិត្យមើលជាមួយបងប្អូនមួយត្រួសសម្រាប់បងប្អូនដែលសិក្សាពិសោធន៍ខ្លះហ្នឹងគឺយើងមើលពាក្យមួយចំនួនផងដែរបាទ international law perspective បាទគឺនិយាយអំពីទស្សនវិជ្ជាផ្លូវច្បាប់អន្តរជាតិបាទ ICJ ហើយនិង ICC ហើយនឹងនីតិអនុគលភាពនៃអរិភាពព្រំដែនថ្មីនេះ hostility នឹងអរិភាពព្រំដែនអញ្ចឹងទៅបាទដោយសារតែការប៉ះទង្គិចប្រដាប់អាវុធថ្មីនៅតាមបណ្ដោយព្រំដែនយើងឃើញថាមានការជជែកជាសាធារណៈសម្បើមណាបាទ discourse ហ្នឹងការជជែកវែកញែកណាបាទតេតិនទៅនឹង regarding បាទតេតិនទៅនឹងយន្តការច្បាប់អន្តរជាតិ mechanism បាទយន្តការបាទអញ្ចឹងដើម្បីឲ្យយល់បាទដើម្បីឲ្យយល់អំពីបញ្ហាដ៏ស្មុគស្មាញនេះយល់ឲ្យបានច្បាស់អញ្ចឹងគាត់ជាអគ្គបរិយាអាជ្ញាគាត់មានបាទអគ្គបរិយាអាជ្ញារងគាត់មានចំណេះដឹងច្បាស់លាស់ណាស់ខាងច្បាប់ជាតិអន្តរជាតិអញ្ចឹងដើម្បីយល់ច្បាស់អំពីបញ្ហាដ៏ស្មុគស្មាញដោយមានហេតុផលផងនោះវាជារឿងចាំបាច់ណាស់ដែលយើងត្រូវបែងចែកស្ថាប័នតុលាការសំខាន់ទាំងពីរនេះបាទ distinguish ហ្នឹងគឺភាសាអង់គ្លេសថាបែងចែកបាទហើយ body ហ្នឹងគឺស្ថាប័នច្បាប់បាទស្ថាប័នតុលាការ judicial ហ្នឹងដាក់ពីមុខបាទន័យថាយុត្តិធម៌ឬតុលាការហើយ primary កន្លែងហ្នឹងសំខាន់បាទហើយតុលាស្ថាប័នហ្នឹងនៅទីក្រុងឡាអេបាទតុលាការយុត្តិធម៌អន្តរជាតិហ្នឹងគឺអក្សរពេញ ICC ហ្នឹងមកពី International Court of Justice
ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹង International Criminal Court អញ្ចឹងគេយកអក្សរខាងដើមហ្នឹងភាសាអង់គ្លេសគេហៅថាអក្សរអតិសង្កេតឬក៏ initials បាទអញ្ចឹងតាមទស្សនៈច្បាប់ហ្នឹងថាតើយើងអាចបែងចែកផ្សេងគ្នាយ៉ាងណារវាងចំនួនរដ្ឋហើយនិងអ ក្រិតកម្មសង្គ្រាមបាទតាមទស្សនៈច្បាប់បាទតាមទស្សនៈច្បាប់តើយើងអាចបែងចែកឲ្យវាផ្សេងយ៉ាងម៉េចរវាងបាទរវាងចំនួនរបស់រដ្ឋហើយនិងអ ក្រិតកម្មសង្គ្រាមបានចំពោះតុលាការយុត្តិធម៌អន្តរជាតិ ICJ បាទអញ្ចឹងនិយមន័យណាតុលាការនេះវាជាស្ថាប័នដ៏សំខាន់របស់ UN ណាបាទអរកិនហ្នឹងបាទជាស្ថាប័នតុលាការដ៏សំខាន់ណាជាផ្នែកមួយដ៏សំខាន់នៃតុលាការរបស់ UN ហើយ ICJ ហ្នឹងគេបង្កើតឡើងដើម្បីដោះស្រាយចំនួនផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋហើយការទទួលខុសត្រូវ responsibility ICJ ហ្នឹងកាត់ក្តីបាទ adjudicate ហ្នឹងបាទកាត់ក្តីអំពីការទទួលខុសត្រូវរបស់រដ្ឋនឹងឯងហើយតុលាការហ្នឹងជាអ្នកកំណត់ថាតើរដ្ឋណាមួយហ្នឹងបានរំលោភបំពានលើច្បាប់អន្តរជាតិឬក៏រំលោភបំពានទៅលើដែនអធិបតេយ្យបាទដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយទៀតនោះបាទ infringe ហ្នឹងក៏រំលោភដែរដោយ violated ហ្នឹងដែរហើយគោលបំណងរបស់តុលាការ ICJ គឺស្ដារសន្តិភាពហើយនឹងធានាឲ្យមានការអនុវត្តច្បាប់បញ្ជាក់ថាតុលាការនេះមិនធ្វើការកាត់ទោសបាទទៅលើអ ក្រិតជនទេបាទអញ្ចឹងករណីដែលយើងអាចសិក្សាបានហ្នឹងគឺករណីអតីតកាលរបស់កម្ពុជារឿងប្រាសាទព្រះវិហារបាទរឿងក្តីប្រាសាទព្រះវិហារឆ្នាំ1962ហ្នឹងហើយកម្ពុជាហ្នឹងស្វះស្វែងរកសេចក្តីសម្រេចបាទសម្រេចរឿងថៃរំលោភបំពានហ្នឹងបាទតេតិនទៅនឹងអធិបតេយ្យភាពទឹកដីវាជារឿងទឹកដីសុទ្ធសាធអញ្ចឹងតុលាការបានសម្រេច in favor of ហ្នឹងគឺសម្រេចឲ្យកម្ពុជាឈ្នះក្តីបាទសម្រេចឲ្យកម្ពុជាឈ្នះក្តីនេះជាចំនួនដែនដីសុទ្ធសាធតែម្ដងហើយបច្ចុប្បន្ននេះដូចនៅអាហ្វ្រិកខាងត្បូងគឺប្តឹងអ៊ីស្រាអែលបាទតេតិនទៅនឹងរឿងដែលគេចោទប្រកាន់ថាអ៊ីស្រាអែលហ្នឹងប្រព្រឹត្តរំលោភអនុសញ្ញាស្តីអំពីប្រឡាយពូជសាសន៍ genocide អំពើប្រឡាយពូជសាសន៍បាទបែរមកសិក្សាអំពីតុលាការព្រហ្មទណ្ឌឬក៏ឧក្រិដ្ឋកម្មអន្តរជាតិវិញនិយមន័យតុលាការនេះជាតុលាការឯករាជ្យអចិន្ត្រៃយ៍ជាតុលាការឯករាជ្យអចិន្ត្រៃយ៍ហើយតុលាការនេះសម្រាប់ដោះស្រាយមានន័យថាជាជំរើសចុងក្រោយហើយតុលាការនេះគឺមានតួនាទីកាត់ក្តីជំនុំជម្រះបុគ្គលហើយបុគ្គលហ្នឹងអាចនេះប្រមុខរដ្ឋមេទាហានបាទមេបញ្ជាការយោធាហើយពួកទាហានអីហ្នឹងចូលហើយជាប់ចោទពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលពាក់ព័ន្ធនឹងសហគមន៍អន្តរជាតិអូខេការទទួលខុសត្រូវតុលាការ ICC នេះគឺជាតុលាការនឹងធ្វើនិទោសពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់បុគ្គលអញ្ចឹងគឺអ្នកទាំងឡាយណាដែលបញ្ជាក្តីហើយប្រព្រឹត្តឧក្រិដ្ឋកម្មក្តីគឺប្រឈមនឹងដីកាចាប់ចងហើយនឹងការដាក់គុកបាទ imprisonment នឹងការដាក់ពន្ធនាគារបានឧក្រិដ្ឋកម្មអន្តរជាតិស្នូលនៅក្រោមអំណាចរបស់ ICC ណាបាទគឺស្នូលគឺ genocide បាទអំពើប្រឡាយពូជសាសន៍ហើយឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិណាឧក្រិដ្ឋកម្មឈ្លានពាននេះឈ្លានពាន aggression ឈ្លានពានហ្នឹងមិនគឺប្រើប្រាស់ខុសច្បាប់ហ្មងបាទប្រើប្រាស់នៅកម្លាំងប្រដាប់អាវុធខុសច្បាប់បាទរំលោភបំពានទៅលើដែនអធិបតេយ្យភាពនៃប្រទេសនៃរដ្ឋផ្សេងទៀតណាហើយពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមនេះឧក្រិដ្ឋកម្មសង្គ្រាមហ្នឹងគឺការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់ប្រពៃណីទំនៀមទម្លាប់ដែលអនុវត្តដែលអាចអនុវត្តនៅក្នុងពេលចំនួនប្រដាប់អាវុធនោះបាទការវិភាគផ្លូវច្បាប់នៃហេតុការណ៍ថ្មីនេះនិយាយឃើញណា
หายการทำไมโดยการวีประหาตามอากาศให้นั่งเลอสมบัติเปติกับพรวัปทัวโดยอนุวัตโดยแอพพลายโดยอนุวัตตามแหละคันติกะในที่กรงโรมระบบ ICC จุ่มปัวองแฮดได้ตระบานรีกาปีจุ่มลูกได้การลังทำไมนี้ปีเสนั่นคือจอบเตะเต้นแต่นังการปราอำนาจเพลอากาศให้นังการวีประหาปักปอดอตีตังศาสนาให้ปัญหาเพลอฉบับทุนทงโง่สำคัญนะคือเตาเลิกล้างโดยเชียยังเคยท้าไทยนั้นดาวมุกสัญญานั้นวีประหาเลยสมบัติภายบัพทัวอันนั้นวีเปะปอนองฉบับสังเกตมอุกฤษกรรมสังเกตเนี่ยจังในกราวฉบับสดายปีมนุษย์ทัวอันตรจิตคือการเดาdirect นั่นคือทาการวีประหาโดยเจตนาการกำหนดตีตังวีประหาโดยเจตนาตัวเลยอาเกียบเสียงเชี่ยวคีอาเกียได้เกี่ยวตึสำหรับศาสนาสรุปก็คืออาเกียบเสียงมีนตีวัดอารามในสลาเรียนนะสลาเรียนคือในอบรมในศิลปะประวัติศาสตร์อีนั้นนี่วัดอารามประสาทในตัวนั้นคือโจนขนมอุกฤษกรรมสังเกตมาให้การเปะปอนเพลย์ฉบับนั่นคือเนี่ยแต่งลายนะได้บัญชีcái đấy chỉ nè ăn đồ vót và bật cao vìประหารนั่งตัวแต่มาดองตัวเลยตีตังได้chỉตีตังวัปทอได้ตระบานอภิเรศให้มันอาโยกแล่มันอาโยกถ้วยไข่แบบอ่างไทยกาปีจีดไอ้จุ่มปัวกาตัวตู้เขาเตยภายปรุงตอนบานเต้มันอาถ้วยจีไข่กาปีกาตัวตู้เขาเตยภายปรุงตอนบานเต้เรื่องการปราบกำลังมันสมามานนะมันสมามานเช่นโกกาในสมามานสำคัญจุ่มปัวฉบับสังเกตโกกาสมามานอุตตะเพียกีมวยด้วยกรรมบิเชียงจังกรรมจีนนั้นคเนียเมียนแต่กาปีคล้วนโดยปลากองกำลังทำเอาเชิงกองตอบเชิงโกกกองตอบเชิงโกกก็เป็นแต่ผีกีตัวคือเสียมนั้นคือปลาในกาวีประหาตามากาให้กาตุ่มเละกรอบใบทุนทนนะมาเลยโกดาวได้มันเป็นโยธีนั่งให้นี่ให้คือจิกาปลากำลังมันสมามานมันสมามานวิออซีมัตรีจีบิเซนโนเปได้ดาวมุกสัญญาวิปหาเลยให้ทารจนาสมปอนสิเวลให้เนี่ยกาปีครูนนั่นคือทาออดมีนสมัติเพียบเพลอกาอาจเปรียบหนึ่งครูนบ้านอันนั้นคืออันนั้นอันเจียพอต่างในเจตนาประพฤติอุกฤษกรรมเฉลี่ยเปลี่ยนหรือก็จีการรวมลบเปลี่ยนเซนเตี้ยตัวเลยฉบับสังเกตจีการสันนิษฐานจุ่มลัวตึกใดวิจีปัญหาสำหรับยืนประดังต่อไอซีเจตึกใดเด็กปรุงได้จังจุ่มลัวตึกใดตัวอย่างนะการบ่มเพลย์บ่มพลายสมบัติเป็นเตกพรวัปทอการดาวมุกสัญญาเลยจนสิเวลการปราการตุ่มเละกรอบใบปีอากาศมันสมามารคือฉบับนะวิสทัศน์ในได้ยุตตาธิการระบบ ICC ว่าอย่างบานเรียนศึกษาภาษาอังกฤษละอจะแล้วนะแบบเปียสพิฉบับยุติโทอันตรเชียดมันแมนกรอนแต่มีนแต่ทฤษฎีเตยุติโทอันตรเชียดคือจียนตะกาในการตัวโคตรหรือก็ในแก่ในเพียบให้ประวัติศาสตร์โปรมแต่งฉบับนั้นกลุ่มปงแต่เมื่อแล้วนะเบียงเปรียบเมียนพเนจประวัติศาสตร์ให้ในฉบับกลุ่มปงแต่สำลังเมื่อจังจีจงมันจับขยมยืนขยมต่างหลายสมออกก้นโลกอาเกะประเดี๋ยวอัญญาร้องในตุลาการกลุ่มปูพันวันรอดออกคนจ้าในการได้ขยมเลือกโยมอ่านควักขาดเลยลูกอย่างนั้นสมันเชียสไรบ้า